សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំបាននិទានស្ដេចរឿងមួយដែលមានចំណងជើងថាស្នាមស្នេហ៍លើកោះកាលពីយូរលង់មកហើយនៅលើកោះតូចមួយកណ្ដាលសមុទ្រពណ៌ខៀវស្រងាត់មានភូមិនេសាទដ៏ស្ងប់ស្ងាត់មួយនៅទីនោះមានកំឡោះម្នាក់ឈ្មោះតារាជាកូនអ្នកនេសាទក្រីក្រតែមានចិត្តស្លូតបូតនិងឧស្សាហ៍ព្យាយាមរាល់ព្រឹកតារាតែងចេញទូកទៅនេសាទត្រីខណៈពេលល្ងាចគេតែងអង្គុយមើលថ្ងៃលិចនៅលើច្រាំងកោះថ្ងៃមួយគេបានជួបនារីស្រស់ស្អាតម្នាក់ឈ្មោះមីលីដែលទើបមករស់នៅលើកោះជាមួយគ្រួសារមីលីជានារីចិត្តល្អចូលចិត្តប្រមូលសម្បកខ្យងនិងគូររូបទេសភាពស្អាតការជួបគ្នានេះជារៀងរាល់ថ្ងៃធ្វើឲ្យចិត្តអ្នកទាំងពីរកាន់តែស្និទ្ធស្នាលពួកគេចូលចិត្តដើរលេងលើឆ្នេរខ្សាច់និងសន្យាថាមិនថាថ្ងៃអនាគតមានអ្វីកើតឡើងក៏នឹងមិនអាចបំភ្លេចគ្នាបានឡើយប៉ុន្តែសេចក្តីស្រឡាញ់តែមិនថិតថេររលួយដូចរលកសមុទ្រស្ងប់នោះទេថ្ងៃមួយឪពុករបស់មីលីសម្រេចចិត្តនាំគ្រួសារចាក់ចេញពីកោះដើម្បីរស់នៅទីក្រុងដ៏សែនឆ្ងាយមីលីស្រក់ទឹកភ្នែកហើយនាងបានឲ្យសម្បកខ្យងមួយដល់តារាជាអនុស្សាវរីយ៍ចុងក្រោយនាងនិយាយថាបើថ្ងៃណារលកនាំអូនត្រឡប់មកវិញស្នេហារបស់យើងនឹងមិនប្រែប្រួលឡើយថ្ងៃបែកគ្នាទូកធំបានចាក់ចេញពីកោះខណៈតារាឈរមើលរហូតដល់ទូកបាត់ចេញពីក្រសែភ្នែករបស់តារាចាប់ពីថ្ងៃនោះមកគេតែងតែអង្គុយនៅច្រាំងសមុទ្រកាន់សបកខ្យងជាប់ជានិច្ចឆ្នាំកន្លះផុតទៅជាច្រើនកោះតូចមួយនេះក៏ប្រែប្រួលតាមកាលវេលាប៉ុន្តែតារានៅតែរក្សាក្តីស្រឡាញ់ដដែលនៅពេលយប់ស្ងប់ស្ងាត់គេតែងឮសំឡេងរលកបោកច្រាំងហាក់ដូចជាកំពុងរំលឹកអំពីអនុស្សាវរីយ៍ចាស់ៗរបស់ពួកគេមានអ្នកភូមិនិយាយថានៅពេលព្រះច័ន្ទពេញវង្សប្រសិនបើឈរនៅច្រាំងនោះគេអាចឮសំឡេងស្នេហាដែលមិនទាន់រសាត់បាត់ទៅជាមួយខ្យល់សមុទ្រចាប់តាំងពីពេលនោះមកនៅទីក្រុងក៏បានអ្នកស្រុកហៅថាស្នាមស្នេហ៍លើកោះព្រោះវាជាកន្លែងដែលរក្សាទុករឿងស្នេហ៍ដ៏ស្មោះត្រង់មួយដែលការវេលាមិនអាចលុបបំបាត់បានក្រៅពីមីលាចាក់ចេញពីកោះជីវិតរបស់តារាហាក់ដូចជាស្ងប់ស្ងាត់ជាងមុនរៀងរាល់ល្ងាចគេនៅតែអង្គុយនៅលើថ្មធំមាត់សមុទ្រកន្លែងដែលអ្នកទាំងពីរធ្លាប់អង្គុយមើលថ្ងៃលិចជាមួយគ្នាសម្បកខ្យងដែលមីលាបានឲ្យគេរក្សាទុកយ៉ាងប្រុងប្រយ័ត្នដូចជាកំណប់ដ៏មានតម្លៃបំផុតក្នុងជីវិតមួយយប់ខ្យល់សមុទ្របក់ខ្លាំងមិនធ្លាប់មានរលកធំបក់ចូលឆ្នេរហើយអ្នកភូមិទាំងអស់នាំគ្នាបិទផ្ទះដោយភ័យខ្លាចព្យុះនៅពេលនោះតារាបានឃើញដបកែវទឹកមួយអណ្ដែតមកពីទើបឆ្នេរគេរើសវាឡើងហើយភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះនៅក្នុងដបនោះមានសំបុត្រមួយដោយដៃញ័រតិចគេបើកសំបុត្រនោះអានអក្សរនៅលើក្រដាសគឺជាអក្សររបស់មីលីតារាបើបងបានអានសំបុត្រនេះមានន័យថាអូននៅតែនឹកដល់បងរហូតទាំងឡាយដែលបានកន្លងផុតទៅតែអូនមិនដែលភ្លេចកោះតូចមួយនេះឡើយនិងមនុស្សដែលអូនស្រឡាញ់ឡើយភ្នែករបស់តារាពោពេញដោយទឹកភ្នែកជាលើកដំបូងក្នុងរយៈពេលជាច្រើនឆ្នាំគេបានដឹងថាមីលាក៏មិនដែលភ្លេចគេដែរនៅចុងសម្បត្តិមានប្រយោគមួយសរសេរថានៅថ្ងៃព្រះច័ន្ទពេញវង្សខែក្រោយអូននឹងត្រឡប់ទៅកោះវិញបើវាសនានៅតែអនុញ្ញាតឲ្យយើងជួបគ្នាចាប់ពីពេលនោះតារារាប់ថ្ងៃរងចាំដោយក្តីសង្ឃឹមអ្នកភូមិទាំងមូលក៏រំភើបនិងជួយរៀបចំឆ្នេរឲ្យស្អាតដើម្បីទទួល
អ្នកដែលបានបាត់ខ្លួនជាច្រើនឆ្នាំនៅរាត្រីព្រះច័ន្ទពេញបរមីទូកមួយបានលេចឡើងពីចម្ងាយកាត់ផ្ទៃសមុទ្រដែលភ្លឺដោយពន្លឺព្រះច័ន្ទតារាឈរមាត់ឆ្នេរបេះដូងលោតញាប់ញាប់នៅពេលទូកចូលដល់ច្រាំងរូបនារីម្នាក់បានដើរចុះពីទូកនាងញញឹមទាំងទឹកភ្នែកតារាក៏ស្ទុះទៅមុខយឺតហើយនៅពេលដែលពន្លឺព្រះច័ន្ទប៉ះលើផ្ទៃមុខនាងគេក៏បានស្គាល់ថានាងគឺមីលាពិតមែន